បាទបន្តទៀតនៅក្នុងមេរៀននេះខ្ញុំនឹងចាប់ផ្ដើមធ្វើការរៀបចំកែសម្រួលហើយនឹង design ហើយផ្លាស់ប្ដូរនៅ model style មួយចំនួនដែលពាក់ព័ន្ធនឹងជាប់តដីសម្រាប់អគារមួយនេះណាអញ្ចឹងជំហានទី1ខ្ញុំធ្វើការ adjust ទៅលើរឿង2ចំណុចធំៗទី1តកតងជាមួយនឹងប្អួយខ្ញុំនឹងប្រើប្រាស់ជាទម្រង់ curtain wall ជាប្រព័ន្ធកញ្ចក់វិញទៅតាមទីតាំងខ្លះហើយនៅមួយជ្រុងទៀតតកតងជាមួយទ្វារក្នុងអគារការិយាល័យនេះខ្ញុំនឹងបដូរវាទៅជាប្រភេទទ្វារជាប្រភេទទ្វារកញ្ចក់វិញណាបាទតោះឥឡូវខ្ញុំផ្លាស់ប្ដូរប្រភេទទ្វារស្លឹក2នេះហើយទៅជាទ្វារកញ្ចក់វិញខ្ញុំរកមើលប្រភេទ sliding ឬក៏ double door អូខេនេះខ្ញុំយកនេះចុះបន្តទៀត material របស់វានេះជាឈើខ្ញុំនឹងបដូរទៅជាប្រភេទដែកវិញយើងមើលនៅត្រង់នេះគេដាក់ពាក្យ door material នេះហើយនឹងពាក្យ frame គឺសំដៅទៅលើស៊ុមណាអញ្ចឹងទាំងពីរហ្នឹងខ្ញុំនឹងបដូរវាទាំងអស់អូខេអញ្ចឹងយើងបដូរយើងអាច create មក right click new មករើសពាក្យថាយើងអាចយកពាក្យថា metal អញ្ចឹងណា metal door អញ្ចឹងទៅហើយយើង open មកតមកទៀតយើងចូលទៅក្នុង appearance នេះត្រង់ពាក្យថា metal ហើយយើងអាចរើសប្រភេទ material យើងយកមកប្រើអូខេឥឡូវខ្ញុំអាចយកប្រភេទពួកឥឡូវខ្ញុំ frame នេះចុះអូខេមកអញ្ចឹងនៅសល់ទ្វារមួយទៀតដូចគ្នាដែរយើងមិនចាំបាច់ធ្វើការ add ម្ដងទៀតទេ Control C Control V មកអូខេមកវាបដូរហើយនេះយើងចំណេញពេលច្រើនបាទបន្តទៀតកន្លែងមួយចំនួនខ្ញុំត្រូវការបដូរឧទាហរណ៍ថាអូខេកន្លែងនេះខ្ញុំលុបបង្អួចចោលខ្ញុំនឹងជំនួសមកជាប្រព័ន្ធកញ្ចក់ដែលខ្ញុំធ្វើវាជាមួយនឹងជញ្ជាំងហ្នឹងអញ្ចឹងអ្នកនរគ្នានឹងអាចឃើញ technique នេះក្នុងការផលិតcurtain wall នៅលើ brick wall ណាខ្ញុំប្រើជា architecture នេះហើយខ្ញុំបដូរវាមកជាប្រភេទពួកstore front សិនមកណាហើយអ្នកគ្នាអាច edit បាននេះត្រង់ចំណុចកន្លែងនេះប្រសិនបើយើងអត់ tick កន្លែងនេះណានៅពេលដែលយើងគូប្រព័ន្ធកញ្ចក់នៅលើផ្ទៃអញ្ចឹងសាច់អញ្ចឹងហ្នឹងវាអត់កាត់អត់ធ្លុះទេវាអត់បើក opening ទេបើអ្នកគ្នា tick វានឹងបើកអញ្ចឹងខ្ញុំ tick មកត្រង់ automatic embed ណាហើយខ្ញុំគូចេញមកនេះមកឡើងហ្នឹងអូខេវា automatic កាត់សាច់ឲ្យហ្មងណាហើយយើងអាចធ្វើការ adjust ទៅលើចំនួនរបស់វាឥឡូវជួយឈរខ្ញុំយកតែ2ឯងហើយជួរដេកខ្ញុំយក3អូខេហើយនេះយើងអាចយកទៀតធំនេះបាននេះបែបនេះចាឬក៏ខ្ញុំបដូរវាមក2វិញនេះ1ចាអូខេបែបនេះចាហើយយើងអាចទាញវាឡើងលើមកទៅឲ្យវាផុតខាងនេះដូចគ្នាដែរអញ្ចឹងយើងអនុវត្តវាមកដូចគ្នាបើសិនបើយើងអត់ចង់គូទេយើង copy វាមកក្រៅសិនមកតមកទៀត rotate RO មកណាប៉ះ click ឡើងនេះមួយហុញមកឆ្វេងមកប៉ុប MV មកយើង move ណាយកមកដាក់គៀនណាមួយមកវា automatic ដាច់ហើយបើយើងចង់ adjust move វាមកយើង move ធម្មតាមកយើងដាក់វាទៅគៀនអញ្ចឹងទៅបាទហើយខ្ញុំសន្មតសិនណាហើយខ្ញុំអាចចង់អូសវាមកម៉ាឧទាហរណ៍ថា1.2ម៉ែត្រអូសមក1.2ម៉ែត្រមកណាងាយឬក៏យើងអាចប៉ះវាបើយើងចង់ធ្វើ conceptual យើងអត់ចាំបាច់ខ្វល់តែយើងប្រើ keyboard សញ្ញាព្រួញយើងទៅឆ្វេងចេះហើយវាខិតបានណាអញ្ចឹងខ្ញុំបានប៉ះបើប្រព័ន្ធកញ្ចក់ខ្លះនៅហ្នឹងហើយប្អួចខ្ញុំបដូរមកជាប្រភេទវែងចេះទាំងអស់គឺខ្ញុំប្រើ command MA ណាឬក៏ modify នេះ match tie ស្រដៀងដូច AutoCAD ដែរតែយើងអាចយើងចម្លងប្អួចជាមួយបង្អួចប៉ុន្តែมันអាចចម្លងប្អួចទៅប៉ះទ្វារឲ្យទៅជាប្អួចទេណាវាស្គាល់តែ the same component ទេអូខេទ្វារនេះខ្ញុំខិតមកយ៉ាងកដាតិចចុះអូខេ
ok chắc nhưng mà thêm vọt về mà chừng nuốn là chung với nắng chẳng càng như cu vọt về sẽ mẹ floor dương ai pra chỉ bập hệ xa hệ lọc lại chẳng á ok chẳng nhưng cho từ còn floor tại mà đó hay nhưng rồi dọc architecture chỉ bập hệ floor structure môn sân mà ná nhưng sau là món do S1 bao nhiêu chỉ bập hệ structure nó cu tại mà đó ok nhưng cu trên bị ạ tại mà đó rồi mà là hàng ấy okខ្ញុំអាចខ្ញុំយកដល់ចុងនេះតែម្ដងបាទរួច finish មកណាបាទតទៀតតកតងជាមួយនឹងប្រភេទ wall floor architect វិញខ្ញុំយកប្រភេទ S1 floor ដែរមកគូចុះប៉ុន្តែចំពោះ floor នេះវិញនៅយើងចង់ដូរ material ជាប្រភេទការ៉ូផ្សេងទៀតយើងនឹងដូរនៅពេលក្រោយឥឡូវខ្ញុំផ្ដោតទៅលើការគូសិនណាកម្ពស់យើងយក34ដែរទៅព្រោះកម្រាស់សរុបនៃ floor ហ្នឹងគឺ34ហ្នឹងណានេះយើងបានចេះសិនទៅហើយខ្ញុំលុបចោលអូខេបែបនេះសិនហើយខ្ញុំរកចំណុចមួយចំនួនទៀតសម្រាប់ធ្វើការកែសម្រួលថែមដូចជានៅជុំវិញនេះអូខេនៅខាងក្រោយនេះជំហៀងខាងនេះបន្តិចទៀតណាអូខេឥឡូវមកមើលបងប្អូនគ្នាឡើយនេះណាអូខេខ្ញុំថែមនៅកន្លែងនេះបន្តិចទៀតជាភេទ structure មុនសិន S1 ធម្មតា sliding អូខេ2 ម៉ែត្រ 2.5 ម៉ែត្រចា៎អូខេកន្លែងនេះយើងអាចយកធំនេះបានហើយធំសាច់របស់បេតុងចាស់យើងលើកមុនហ្នឹងអូខេកន្លែងនេះយើងឃើញ join សាច់គ្នាដោយសារតែវាប៉ះសាច់ជាមួយបេតុងខាងក្នុងណាហើយយើងទាញយកត្រឹមក្រៅនេះសិនមកបានហើយ finish យើងប៉ះវាលុះត្រាតែអត់មាន warning ណាបើសិនជាមាន warning មានន័យថាវា error ហើយវា intersect ជាមួយនឹង model ដូចវាដែរអញ្ចឹងណាហើយអញ្ចឹងខ្ញុំអាចប៉ះការ៉ូនេះខ្ញុំខ្ជិលគូខ្ញុំវាយ CS ចម្លងតែម្ដងយក line មកគូពត់តាមនឹងមកអូខេងាយទេកន្លែងនេះខ្ញុំអត់សុខចិត្តថែមកណាត់ទេខ្ញុំសុខចិត្តទាញភ្ជាប់វិញមិនមែនជាភាព error ទៅថ្ងៃក្រោយអូខេខ្ញុំបត់បែនតាមនេះតែម្ដងអូខេរួចរាល់ហើយយើងមកមើលនឹង 3D មកអូខេសន្មតថាប៉ុណ្្នឹងសិនអញ្ចឹងខ្ញុំសន្មតថាខ្ញុំរៀបចំប៉ុណ្្នឹងសិនសម្រាប់នៅក្នុង lesson នេះហើយយើងនឹងបន្តទៅក្នុងមេរៀនក្រោយបន្តទៀតបាទសូមអរគុណ